សួស្តីបងប្អូនសិស្សនិស្សិតនិងមិត្តអ្នកសិក្សាទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកលំហាត់ជីវវិទ្យាថ្នាក់ទី11នៅក្នុងមេរៀនដំណពូជលំហាត់ក្នុងការបង្កាត់រវាងកណ្ដុររួមខ្មៅគេទទួលបានកូនកណ្ដុររួមខ្មៅ 2/3 និងកណ្ដុររួមស 1/3 ក្នុងការបង្កាត់រវាងកណ្ដុររួមខ្មៅបានន័យថាគេបង្កាត់កណ្ដុរខ្មៅជាមួយកណ្ដុរខ្មៅជាលទ្ធផលគេទទួលបានកូនកណ្ដុររួមខ្មៅ 2/3 កូនកណ្ដុររួមសនឹង 1/3 កាលណាគេបង្កាត់កណ្ដុររួមសជាមួយគ្នាគេតែងតែទទួលបានកូនកណ្ដុររួមសជានិច្ចចូលពន្យល់ពីបាតុភូតនៃការបង្កាត់ខាងលើអញ្ចឹងការបង្កាត់នេះគឺមានពីរករណីណាករណីទី1គេបង្កាត់រវាងកណ្ដុររួមខ្មៅតែអត់ដឹងថាលុបឬក៏អន់ទេគ្រាន់តែលទ្ធផលគេទទួលបាននោះគឺកូនកណ្ដុររួមខ្មៅ 2/3 ហើយកូនកណ្ដុររួមសនឹង 1/3 ក្នុងករណីទី2គេបង្កាត់កណ្ដុររួមសជាមួយគ្នាជាលទ្ធផលគេទទួលបានសិតតែជាកណ្ដុររួមសណាគឺតែងតែទទួលបានកណ្ដុររួមសជានិច្ចចូលពន្យល់បាតុភូតនៃការបង្កាត់ខាងលើអូខេអញ្ចឹងដំណោះស្រាយពន្យល់ពីបាតុភូតនៃការបង្កាត់ឆ្នេះនៅក្នុងលំហាត់នេះគឺយើងត្រូវសិក្សាទៅលើករណីនៃការបង្កាត់នីមួយៗណាបកស្រាយករណីការបង្កាត់នីមួយៗអញ្ចឹងបំរាប់ការបង្កាត់ករណីទី1មេបារួមខ្មៅណាកណ្ដុររួមខ្មៅបង្កាត់ជាមួយនឹងកណ្ដុរខ្មៅជាលទ្ធផលទទួលបានកណ្ដុរខ្មៅ 2/3 កណ្ដុរស 1/3 ការបង្កាត់ករណីទី2គឺកណ្ដុរសបង្កាត់ជាមួយកណ្ដុរសគេទទួលបានកណ្ដុរស 100% អូខេអញ្ចឹងយើងពិនិត្យទៅលើការបង្កាត់ករណីទី1ការបង្កាត់ករណីទី1គឺកណ្ដុរខ្មៅបង្កាត់ជាមួយកណ្ដុរខ្មៅបានកណ្ដុរខ្មៅ 2/3 កណ្ដុរស 1/3 ដូច្នេះតាមការបង្កាត់ករណីទី1នេះគេឃើញថាវាមានសមាមាត្រ2:1នេះវាស្របទៅនឹងច្បាប់ផ្ដាច់ចេញនៅលក្ខណៈអញ្ចឹងអាចសន្និដ្ឋានថាមេបាទាំងសងខាងជាអេត្រូស៊ីកូតនៅក្នុងលទ្ធផលហ្នឹងគឺកណ្ដុរខ្មៅមាន 2/3 កណ្ដុរស 1/3 អញ្ចឹងមានន័យថាម៉េចរួមខ្មៅជាលក្ខណៈលុបឯរួមសជាលក្ខណៈអន់ដូច្នេះយើងអាចតាំង A ធំជាអាឡែលកំណត់លក្ខណៈរួមខ្មៅគឺលក្ខណៈលុប A តូចជាអាឡែលកំណត់លក្ខណៈរួមសគឺជាលក្ខណៈអន់ដូច្នេះយើងអាចសរសេរសេណូទីបរបស់កណ្ដុរមេបានៅក្នុងករណីបង្កាត់ទី1នេះគឺកណ្ដុររួមពណ៌ខ្មៅគឺ A ធំ A តូចបង្កាត់ជាមួយនឹង A ធំ A តូចបាទហើយបន្ទាប់ពីនេះយើងធ្វើការផ្ទៀងផ្ទាត់ការបង្កាត់ឡើងវិញមកគឺមេបា A ធំ A តូចបង្កាត់ជាមួយនឹង A ធំ A តូចកាម៉ែត្ររបស់មេបាមាន A ធំ1 A តូច1មេបាម្ខាងទៀតដូចគ្នាគឺ A ធំ1 A តូច1ជាលទ្ធផលយើងបាន A ធំណាសេណូទីប A ធំគឺជាកណ្ដុររួមខ្មៅអូម៉ូស៊ីកូត 1/4 A ធំ A តូចគឺជាកណ្ដុររួមខ្មៅអេត្រូស៊ីកូតមានសមាមាត្រ 2/4 និងកណ្ដុរដែលមានសេណូទីប A តូចជាកណ្ដុររួមសអូម៉ូស៊ីកូតមានសមាមាត្រ 1/4 អូខេដូច្នេះយើងអាចសន្និដ្ឋានថាម៉េចថាកូនកណ្ដុររួមខ្មៅអូម៉ូស៊ីកូតមានសេណូទីប A ធំនឹងវាបានងាប់ជាហេតុកូនកណ្ដុរនៅចំនួនទី1មានសមាមាត្រ 2:1 អញ្ចឹងបើយើងបូកលទ្ធផលកូនកណ្ដុរនេះគឺកូនកណ្ដុររួមខ្មៅអេត្រូស៊ីកូតជាមួយនឹងកូនកណ្ដុររួមសអូម៉ូស៊ីកូតនឹងវាស្មើនឹង3ណាអញ្ចឹងរួមខ្មៅអេត្រូស៊ីកូតគឺបើយើងបូកតាមលទ្ធផលនេះព្រោះ A ធំនឹងវាងាប់អញ្ចឹងយើងមាន 2/3 ហើយនឹង 1/3 អូខេចឹងសមាមាត្ររបស់វាគឺ2:1បាទបើពិនិត្យការបង្កាត់ករណីទី2ការបង្កាត់ករណីទី2គឺកណ្ដុររួមសបង្កាត់ជាមួយកណ្ដុររួមសគេទទួលបានកណ្ដុររួមស 100% អញ្ចឹងមានន័យថាដោយកណ្ដុររួមសនឹងវាជាលក្ខណៈអន់ជាហេតុរួមពណ៌សជាលក្ខណៈអន់ជាហេតុកណ្ដុររួមសត្រូវតែជាអូម៉ូស៊ីកូតលក្ខណៈអន់ជានិច្ចដូច្នេះកណ្ដុរមេបារួមពណ៌សមានសេណូទីប A តូចបង្កាត់ជាមួយនឹង A តូចបាទយើងធ្វើការផ្ទៀងផ្ទាត់លទ្ធផលមេបារបស់យើងមានសេណូទីប A តូចបង្កាត់ជាមួយនឹង A តូចកាម៉ែត្ររបស់មេបា
មាន a តូចមួយបាទមេបាម្ខាងទៀតគឺមាន a តូចមួយដែរដូច្នេះជាលទ្ធផលនៅចំនួនទី1 f អងគឺទទួលបានកូនកណ្ដុរដែលមានសេនាទីប a តូចជាកណ្ដុររួមស100%។